ថ្ងៃនេះកាលពី74ឆ្នាំមុនថ្ងៃទី28ខែមិថុនាឆ្នាំ1951គឺជាថ្ងៃដែលគណៈបកប្រជាជនកម្ពុជាបានចាប់បដិសន្ធិឡើងក្រោមស្មារតីស្នេហាជាតិនៃប្រជាជនកម្ពុជាក្នុងការរួមចំណែកទាមទារឯករាជ្យពីនឹមអាណានិគមដែលមានឈ្មោះដើមថាបកប្រជាជនបដិវត្តន៍កម្ពុជាចាប់តាំងពីថ្ងៃបដិសន្ធិមកគណៈបកប្រជាជនកម្ពុជាបានប្រកាន់ភ្ជាប់ជានិច្ចនូវគោលបំណងនិងឧត្តមគតិរបស់ខ្លួនគឺឈរនៅជាមួយប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជនពុះពៀឆ្លងរាល់គ្រប់ឧបសគ្គនៅគ្រប់ដំណាក់កាលហ៊ានធ្វើពលិកម្មឥតរញរាដើម្បីកម្ពុជាឯករាជ្យសន្តិភាពសេរីភាពប្រជាធិបតេយ្យអព្យាក្រឹតនិងវឌ្ឍនភាពសង្គមនៅពេលដែលកម្ពុជាក៏ដូចជាប្រជាជនទាំងមូលធ្លាក់ចូលទៅក្នុងនរកទាំងរស់នៃរបបយងក្នុងខ្មែរក្រហមមានតែសមាជិកគណៈបកប្រជាជនកម្ពុជាដ៏បរិសុទ្ធដែលស្មោះត្រង់នឹងគោលបំណងនិងឧត្តមគតិរបស់គណៈបកប៉ុណ្ណោះបានប្រកិស្មាគ្នាយ៉ាងអង្អាចក្រោកឈរឡើងតស៊ូនិងប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដើម្បីប្រយុទ្ធផ្ដួលរំលំរបបដ៏ព្រៃផ្សៃមួយនេះរហូតទទួលបានជ័យជំនះយ៉ាងត្រចះត្រចង់ជាប្រវត្តិសាស្ត្រនៅថ្ងៃទី7ខែមករាឆ្នាំ1979ដែលបានសង្គ្រោះជាតិឲ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលានាំយកសិទ្ធិសេរីភាពដែលត្រូវបានដកហូតទាំងស្រុងពីសំណាក់បនអាវខ្មៅប៉ុលពតមកជូនប្រជាជនវិញបញ្ចប់សក្ការៈដ៏ខ្មៅងងឹតបំផុតហើយបើកនៅសក្ការៈថ្មីរបស់កម្ពុជាប្រកបដោយពន្លឺនិងក្តីសង្ឃឹមព្រមជាមួយគ្នានេះកិត្តិយសជាតិកម្ពុជាក៏ត្រូវបានស្ដារនិងលើកស្ទួយឡើងវិញលើឆាកអន្តរជាតិកម្ពុជាបាននឹងកំពុងចូលរួមដោយស្មារភាពនិងស្មារសិទ្ធិក្នុងកិច្ចការអន្តរជាតិនានាទាំងក្របខ័ណ្ឌតំបន់និងសកលសន្តិភាពដែលសម្រេចបានយ៉ាងលំបាកបំផុតដោយខ្មែរខ្លួនឯងនេះនិងសមិទ្ធផលដ៏ធំធេងនៃការស្ដារការកសាងនិងការអភិវឌ្ឍសង្គមបានបញ្ជាក់ច្បាស់នៅសច្ចធម៌មួយគឺខ្មែរអាចធ្វើបាននៅអ្វីៗគ្រប់បែបយ៉ាងឲ្យតែយើងមានសាមគ្គីភាពមានភាពជឿជាក់លើបុព្វហេតុរបស់ខ្លួនហើយរួមគ្នាដើរទៅមុខលើវិថីមួយដ៏ត្រឹមត្រូវគណៈបកប្រជាជនកម្ពុជាជាបង្អែកដ៏សំខាន់និងយ៉ាងរឹងមាំសម្រាប់ការកសាងនិងអភិវឌ្ឍជាតិតាំងពីអតីតកាលបច្ចុប្បន្នកាលនិងថ្ងៃអនាគតជនជាតិ